ធរណាដែលមានឈ្មោះថាអនេច្ចតាធរគឺសភាពប្រែប្រួលមិនទៀងទាត់អនេច្ចតាធរនេះមិនមែនជាធរសម្រាប់អ្នកស្រុកតែមួយទេមិនមែនជាធរសម្រាប់អ្នកនិគមតែមួយទេឬនឹងថាជាធរសម្រាប់ត្រកូលតែមួយក៏មិនមែនទេអនេច្ចតាធម៌នោះជាធម៌សម្រាប់មនុស្សសត្វព្រមទាំងទេវតាមាព្រំទាំងអស់គ្រប់រូបធម៌ណាដែលមានឈ្មោះថាទុក្ខតាធម៌គឺសភាពជាទុក្ខតាធម៌នេះមិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយទេមិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយទេឬនឹងថាជាធម៌សម្រាប់ត្រកូលតែមួយក៏មិនមែនទេទុក្ខតាធម៌នោះជាធម៌សម្រាប់មនុស្សសត្វព្រមទាំងទេវតាមាព្រំទាំងអង្គគ្រប់រូបធម៌ណាដែលមានឈ្មោះថាអនត្តតាធម៌គឺសភាពមិនមែនជារបស់ខ្លួនអនត្តតាធម៌នេះមិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយទេមិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយទេឬនឹងថាជាធម៌សម្រាប់ត្រកូលតែមួយក៏មិនមែនទេអនត្តតាធម៌នោះជាធម៌សម្រាប់មនុស្សសត្វព្រមទាំងទេវតាមាព្រំទាំងអង្គគ្រប់រូបសង្ខារធម៌ទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងនឹងវិនាសទៅវិញជាធម្មតារមែងកើតឡើងហើយរលត់ទៅវិញលុះតែរលត់នៅសង្ខារទាំងឡាយនោះហើយទើបបាននៅសេចក្តីសុខគ្រប់យ៉ាងសត្វទាំងឡាយទៀងតែនឹងស្លាប់គ្រប់គ្នាព្រោះថាជីវិតរបស់សត្វទាំងឡាយសុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់5យ៉ាងទៀតសត្វទាំងឡាយរមែងកាន់យកនៅផលបុណ្យផលបាបហើយនឹងទៅតាមយថាកម្មគឺទៅតាមគួរដល់អំពើល្អនិងអាក្រក់ដែលខ្លួនបានធ្វើអ្នកដែលធ្វើបាបតែងធ្លាក់ទៅសោយទុក្ខក្នុងនរកចំណែកខាងអ្នកធ្វើបុណ្យតែងឡើងទៅកាន់សុគតិភពព្រោះហេតុដូច្នោះហើយសាធុជនអ្នកមានចំណងចង់បានសេចក្តីសុខដល់ខ្លួនគួរតែប្រញាប់ប្រញាល់ធ្វើអំពើបុណ្យដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អានឲ្យបានជានិច្ចគឺខ្លួនត្រូវកសាងសន្សំក្រននឹងបានជាទីពឹងទៅក្នុងភពខាងនាយព្រោះថាបុណ្យទាំងឡាយតែងជាទីពឹងពំនាក់របស់សត្វទាំងឡាយក្នុងបររៈលោករូបមានសេចក្តីប្រៀបធៀបនឹងដុំនៃពពុះទឹកវេទនាមានសេចក្តីប្រៀបធៀបនឹងក្រពីងទឹកដែលប៉ោងឡើងព្រួចសញ្ញាមានសេចក្តីប្រៀបធៀបនឹងថ្ងៃបណ្ដាកូនសង្ខារទាំងឡាយមានសេចក្តីប្រៀបធៀបនឹងដើមចេកវិញ្ញាណមានសេចក្តីប្រៀបធៀបនឹងកលមេយាសេចក្តីប្រៀបធៀបនៃខណ្ឌទាំងឡាយ5នេះគឺព្រះសម្ពុទ្ធមានថៅពងដ៏ខ្ពង់ខ្ពស់ដូចជាព្រះអាទិត្យព្រះអង្គទ្រង់សម្ដែងហើយកាយនេះមិននៅយូរប៉ុន្មានឡើយតែមានវិញ្ញាណទៅប្រះហើយជាកាយគឺគេបបងគោនឹងដេកសង្កត់នៅលើផែនដីដូចជាអង្កត់អូសរប្រយោជន៍គ្មានអាយុក្តីភ្លើងធាតុក្តីវិញ្ញាណក្តីតែលះបង់នៅកាយនេះទៅក្នុងកាលណាហើយកាយនេះគោដល់នៅសេចក្តីមិនគួរនឹងទុកដាក់ឲ្យនៅលើផ្ទះសម្បែងបានឡើយគេតែងនាំយកទៅចោលឲ្យដេកនៅលើផែនដីក្នុងការនោះឯងដូចជាអង្កត់អូសរកប្រយោជន៍គ្មានឡើយគង្វាគោគៀងគោទាំងឡាយទៅកាន់ទីគោចរដោយអញ្ញាគឺដំបងឬរំពាត់យ៉ាងណាមិញចរិយាគឺសេចក្តីត្រុតត្រងក្រំគ្រាម៉ៃចរិយគឺសេចក្តីស្លាប់គោគៀងទៅនៅអាយុរបស់សត្វទាំងឡាយយ៉ាងនោះឯង